បង្រៀនឲ្យកូនស្គាល់អំពីយានជំនិះដែលប្រើប្រាស់ជាប្រចាំជាមួយនឹងឈុតមើលរៀនបង្កើត My Preschool DC Book ជំរាបសួរអ្នកសួស្តីបងប្អូនអាណាព្យាបាលទាំងអស់គ្នាវិលមកកាន់ជាមួយនឹងវីដេអូថ្មីដែលតាក់ទងជាមួយនឹង15មេរៀននៅក្នុង My Preschool DC Book ក្នុងឈុតមើលរៀនបង្កើតពីខាង GoTech Cambodia ចាបងអញ្ចឹងមកកាន់ជាមួយនឹងមេរៀនទី8ហើយដែលតាក់ទងជាមួយនឹងយានជំនិះ Vehicle យានជំនិះដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃអញ្ចឹងណាបងសម្រាប់វីដេអូដែលតាក់ទងជាមួយនឹងយានជំនិះនេះគឺពួកយើង recommend ឲ្យបងមើលជាមួយនឹង folder Smile and Learn ដែល folder Smile and Learn នេះគឺល្អខ្លាំងមែនទែនសម្រាប់បងដែលមានអូនរៀងអាយុរៀងធំបន្តិចពី3ឆ្នាំទៅ7ឆ្នាំហ្នឹងគឺគាត់អាចរៀនតាមវីដេអូនេះបានដែល Smile and Learn គឺពួកគាត់អត់បរៀនបែបជាបទចម្រៀងទេគឺពួកគាត់បរៀនបែបជាវីដេអូតុក្កតាឲ្យអូនងាយស្រួលក្នុងការយល់តែម្ដងមានទាំងរូបភាពមានទាំងអក្សរហើយមានទាំងការបង្រៀនមនុស្សនិយាយអីផ្សេងជាដើមអញ្ចឹងណាបងគ្រាន់តែជាតុក្កតាអញ្ចឹងនៅពេលដែលបងចូល folder Smile and Learn មកបងអាចចុចកន្លែង search នេះដាក់ថា by the vehicle មកគឺវានឹង load មកជាទូទៅគេអត់ប្រើ vehicle គេប្រើជា transportation ដែលជាយានជំនិះដូចគ្នាអញ្ចឹងយើងអាចចុចយកវីដេអូដែលគេដាក់ថាចំណងជើង land transportation vehicle ទៅដោយសារតែនេះគឺតាក់ទងជាមួយនឹងភាគច្រើននៅលើផ្លូវនៅក្នុងទឹកហើយនិងនៅលើលំហអាកាសអញ្ចឹងណាបងអញ្ចឹងមានទាំង3វីដេអូនៅក្នុង Smile and Learn អញ្ចឹងកំឡុងពេលដែលបងដាក់ឲ្យអូនមើលគឺបងអាចយកជាមួយនឹងកញ្ចប់របស់បងអាចធ្វើការយកជាមួយនឹងកញ្ចប់តាក់ទងជាមួយនឹង vehicle ឲ្យអូនធ្វើការរៀនបិទបដាទៅអញ្ចឹងដូចជានៅលើផ្លូវដីគឺយើងមានឡានមានកង់ក៏ដូចជាមានជាមួយនឹងរថភ្លើងមានជាមួយនឹងឡានពេទ្យ school bus ឡានបែបជីតឡានភ្នំឡើងភ្នំនៅក្នុងទឹកយើងមានជាមួយនឹងកណូតក៏ដូចជានៅលើលំហគឺយើងមាន airplane អញ្ចឹងសម្រាប់ vehicle នេះគឺការប្រើប្រាស់ទាំងនៅលើដីគោកនៅលើទឹកក៏ដូចជានៅលើលំហអាកាសដូចគ្នាអញ្ចឹងពេលហ្នឹងកំឡុងពេលដែលបងបង្រៀនអូនគឺពួកយើងrecommendឲ្យបងរៀនជាភាសាអង់គ្លេសផងជួយបកប្រែជាភាសាខ្មែរឲ្យគាត់ស្ដាប់ផងក៏ដូចជាឲ្យគាត់មើលជាមួយនឹងវីដេអូដើម្បីឲ្យគាត់ដឹងថាអូខេយានជំនិះទាំងអស់ហ្នឹងគេធ្វើដំណើរដោយរបៀបម៉េចពេលវាធ្វើដំណើរទៅវាមានរូបរាងម៉េចចឹងណាបងដើម្បីគាត់ងាយស្រួលក្នុងការយល់អញ្ចឹងសម្រាប់មេរៀនតាក់ទងជាមួយនឹងយានជំនិះនេះគឺមកដល់ទីបញ្ចប់ត្រឹមនឹងហើយជួបគ្នានៅវីដេអូក្រោយទៀតដែលពួកយើងនឹងរៀនពីមេរៀនទី9គឺតាក់ទងជាមួយនឹងបាទ D part ដែលបាទ D part នេះគឺតាក់ទងជាមួយនឹងអវយវៈនៅលើរូបរាងកាយយើងតែម្ដងអញ្ចឹងពិសេសខ្លាំងមែនតើដែលមេរៀននេះគឺអូនត្រូវតែចេះតែម្ដងជាធម្មតាគឺថ្នាក់ណាក៏ដោយឬក៏ថ្នាក់ទី1ទី2ទី3ក៏គេនៅតែរៀនដែរតាក់ទងជាមួយនឹងបាទ D part នេះអញ្ចឹងកុំភ្លេចជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ